សម្រាប់ចម្រុះគ្នាដោយថង់ប្លាស្ទិកនិងកាកសំណល់អាហារប្រមាណ7កុងតឺន័រដែលបង្កក្លិនស្អុយរំខានដល់ការសិក្សារបស់សិស្សានុសិស្សសាលាបឋមសិក្សាភូមិឫស្សីជាយូរយារណាស់មកហើយនោះត្រូវបានលោកនាយកសាលាចាត់វិធានការឲ្យប្រមូលចេញភ្លាមក្រោយពីស្ថានីយទូរទស្សន៍ PNN បានផ្សព្វផ្សាយការពីពេលថ្មីនេះសកម្មភាពយកសម្រាមចេញពីបរិវេណសាលានេះត្រូវបានសិស្សានុសិស្សសម្ដែងការត្រេកអរដោយសារតែពួកគេលែងទទួលបានក្លិនស្អុយពីសម្រាមដែលត្រូវបោះចោលយ៉ាងអនាធិបតេយ្យនៅក្បែរថ្នាក់រៀនរបស់ពួកគេនោះជាសិស្សម្នាក់នៃសាលារៀនភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យកុមារាម្នាក់ដែល PNN សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថារូបគេមានការសប្បាយចិត្តខ្លាំងដោយសារលែងមានក្លិនស្អុយចូលទៅក្នុងថ្នាក់រៀនរបស់គេទៀតហើយកុមារាដដែលបានប្រាប់ PNN ទៀតថារូបគេចង់ឲ្យលោកនាយកសាលាបញ្ឈប់កុំឲ្យមានការចោលសម្រាមនៅក្បែរបន្ទប់រៀនរបស់គេទៀតព្រោះថាសម្រាមនោះស្អុយខ្លាំងណាស់ពិសេសពេលអ្នករៀនអេតចាយទៅកាយម្ដងមានអារម្មណ៍ថាសុបាយដល់ពេលគេរៀនស្រួលចឹងអត់ដល់ពេលគេស្រួលគេរៀនស្រួលទៅស្អុយឯងកាលតែមានស្អុយជះក្លិនទៅអរគុណដល់ប៉ុស្តិ៍ PNN ដែលជួយផ្សាយឲ្យគេយកសម្រាមចេញពីសាលារៀនគេពេលគេយកសម្រាមចេញអស់អញ្ចឹងមិនដែរអូនសុបាយចិត្តមិនការនៅសម្រាមវាមិនដែរពិបាកមិនគេមិនពិបាករៀនវាបាក់រៀនអាសាយអូនស្អុយដោយសារស្អុយក្លិនសម្រាមហើយពេលគេយកចេញអញ្ចឹងមានអារម្មណ៍មិនដែរសុបាយចិត្តរៀនចូលហ៎បាទដល់ពេលយកសម្រាមចេញទៅវាមានអនាម័យល្អកុំឲ្យយើងមានជំងឺអីផ្សេងវាស្រួលវាអត់ស្អុយពេលដែលកំពុងរៀនផងខ្ញុំអរគុណដែលឡានសិនលីមកប្រមូលកុំឲ្យសាលាភូមិសីយើងស្អុយចង់ឲ្យនៅតែប៉ុណ្្នឹងអត់ឲ្យមានសម្រាមទៀតគូរំលឹកថាកាលពីថ្ងៃទី16ខែវិច្ឆិកាកន្លងទៅនេះនាយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ PNN បានធ្វើសេចក្តីរាយការណ៍អំពីបញ្ហាការចោលសម្រាមនៅជាប់ជញ្ជាំងថ្នាក់រៀនសាលាបឋមសិក្សាភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យដោយអ្នកសារព័ត៌មានបានចោទសួរអំពីមូលហេតុនៃការចោលសម្រាមនៅក្នុងបរិវេណសាលាបឋមសិក្សានោះជាការឆ្លើយតបទៅនឹងអ្នកសារព័ត៌មានលោកនាយកសាលាបឋមសិក្សាភូមិឫស្សីបានសន្យាថានឹងចាត់វិធានការបោសសម្អាតគំនរសម្រាមនោះឲ្យបានស្អាតផងដែរ